រឿងព្រះនាងចន្ទ្រានិងដួងចិត្តរបស់អ្នករាជកាលពីព្រេងនាយមានព្រះនាងមួយអង្គដែលមានព្រះនាមថាចន្ទ្រាដែលព្រះនាងមានសម្រស់ស្រស់ស្អាតលើសគេទាំងពួងព្រះនាងបានគង់នៅលើថ្មបុរាណមួយដែលស្ថិតនៅចំកណ្ដាលព្រៃជ្រៅបំផុតដែលនៅទីនោះហ៊ុំព័ទ្ធទៅដោយភ្នំខ្ពស់ខ្ពស់ព្រះនាងចន្ទ្រាមិនដូចជានារីដទៃទៀតនោះឡើយព្រះនាងមិនចូលចិត្តដេកបាក់មិនចូលចិត្តរៀនសូត្រអំពីការងារនៅក្នុងរាជវាំងនោះទេក៏ប៉ុន្តែព្រះនាងបែរជាចូលចិត្តទៅលើមន្តអាគមបុរាណនិងរុក្ខជាតិឱសថទៅវិញនៅក្បែរប្រាសាទនោះមានភូមិមួយដែលពោរពេញទៅដោយមនុស្សសាមញ្ញរុះរាយរាក់ទាក់ហើយនៅក្នុងចំណោមរបស់ពួកគេនោះក៏មានក្មេងប្រុសម្នាក់ដែលមានឈ្មោះថាសុជាតិគាត់គឺជាអ្នកកាន់កាប់និងក៏ជាអ្នកក្លាហានដែលមានចិត្តមេត្តាភាពសុជាតិគាត់បានស្គាល់នៅគ្រប់ច្រករហោនៅក្នុងព្រៃនោះបញ្ហាដែលចាប់ផ្ដើមនៅពេលនោះគឺមានសត្វចម្លែកដ៏កាចសាហាវមួយបានលេចមកឡើងវាមានមេធំសម្បើមនៅក្រហមឆ្អៅហើយចេះតែផ្លាស់ប្ដូររូបរាងតាមចិត្តវាចង់អ្នកស្រុកទាំងអស់ភ័យខ្លាចយ៉ាងខ្លាំងព្រោះសត្វនេះគឺជាសត្វចម្លែកដែលមិនដូចជាសត្វពាហនៈដទៃទៀតឡើយវាព្រមទាំងបានបំផ្លាញដំណាំរបស់អ្នកភូមិទៀតផងគ្មាននរណាម្នាក់ហ៊ានចូលទៅជិតវានោះឡើយដំណឹងមួយនេះបានលើទៅដល់នាគរាជដ៏មានអំណាចមួយព្រះអង្គដែលបានស្ថិតនៅជិតបឹងទឹកក្បែរនោះនាគរាជដែលមាននាមថាកែវមณีព្រះអង្គគឺជាអ្នកថែរក្សាព្រៃឈើនិងមានចិត្តសប្បុរសព្រះអង្គកែវមณีនៅពេលដែលបានឮពីដំណឹងនេះទ្រង់ពិតជាមានកំហឹងយ៉ាងខ្លាំងចំពោះសត្វចម្លែកដែលហ៊ានមករំខានសន្តិភាពនៅក្នុងព្រៃរបស់ព្រះអង្គសុជាតិពេលនោះគាត់បានសម្រេចចិត្តទៅសុំជំនួយពីព្រះនាងចន្ទ្រាព្រះនាងក៏បានយកព្រមមកជួយភ្លាមព្រោះព្រះនាងចង់ការពារអ្នកស្រុកដែលស្ថិតនៅក្បែរនាងព្រះនាងចន្ទ្រាបានប្រាប់ទៅសុជាតិថាយើងត្រូវតែសុំជំនួយពីព្រះអង្គនាគរាជកែវមณีព្រោះមានតែអំណាចរបស់ព្រះអង្គនោះទេទើបអាចកម្ចាត់សត្វចម្លែកមួយនេះបានអ្នកទាំងពីរបានធ្វើដំណើរទៅកាន់បឹងទឹកនៅពេលដែលធ្វើដំណើរទៅដល់នាគរាជកែវមณีបានលេចខ្លួនចេញពីក្នុងទឹកហើយបានស្ដាប់ការរៀបរាប់របស់ពួកគេព្រះអង្គក៏បានយកព្រមមកជួយក៏ប៉ុន្តែនៅខណៈមួយនោះព្រះនាងចន្ទ្រាត្រូវបានបកគោដួងចិត្តទើបរបស់ព្រះនាងទៅឲ្យព្រះអង្គដើម្បីបង្កើតកម្លាំងឲ្យព្រះអង្គកាន់តែខ្លាំងក្លានិងអាចកម្ចាត់សត្វចម្លែកមួយនោះបាននៅពេលនោះផងដែរព្រះនាងចន្ទ្រាមិនគិតច្រើននោះឡើយតែព្រះនាងនឹកដល់ទុក្ខលំបាករបស់អ្នកស្រុកព្រះនាងក៏បានដួងចិត្តទៅបកគោឲ្យនាគរាជភ្លាមនាគរាជកែវមณีដែលទទួលបានថាមពលដ៏មហិច្ឆតារបស់ព្រះនាងចន្ទ្រាហើយក៏បានប្រែក្លាយទៅជានាគដ៏ធំសម្បើមសុជាតិបាននាំនាគរាជនិងព្រះនាងចន្ទ្រាដែលកំពុងតែចុះខ្សោយទៅកាន់កន្លែងលាក់ខ្លួនរបស់សត្វចម្លែកការប្រយុទ្ធគ្នាដ៏សាហាវបានកើតឡើងរវាងសត្វចម្លែកនិងនាគរាជសុជាតិមិនបានឈរមើលនោះទេព្រោះគេបានប្រើប្រាស់នៅពុទ្ធិរបស់គេជួយវាយបំបែកការវាយប្រហាររបស់សត្វចម្លែកនៅត្រង់ចំណុចខ្សោយនៅទីបំផុតដោយសារតែការសាមគ្គីគ្នានិងការបោះបង់របស់ព្រះនាងចន្ទ្រានាគរាជក៏បានទទួលជោគជ័យហើយសត្វចម្លែកក៏បានរលាយបាត់នៅពេលនោះផងដែរបន្ទាប់ពីសង្គ្រាមនេះចប់ព្រះនាងចន្ទ្រាបានដួលសន្លប់នាគរាជកែវមณีឃើញដូច្នេះលោកក៏បានអាណិតអាសូរទៅដល់នាងនិងដឹងគុណដ៏ធំសម្បើមរបស់នាងដែលបានលះបង់ដួងកែវមณีមកឲ្យគាត់ពេលនោះព្រះអង្គបានសម្រេចចិត្តបកគោដួងទឹកទៅឲ្យព្រះនាងវិញថែមទាំងបានប្រើមន្តអាគមរបស់ខ្លួនជាបាបព្រះនាងឲ្យបានជាសះស្បើយដូចដើមព្រៃឈើនិងអ្នកស្រុកបានត្រឡប់មកសន្តិភាពវិញព្រះនាងចន្ទ្រា
សុជាតិនិងនាគរាជកែវមណីក៏បានក្លាយទៅជាមិត្តភក្តិដ៏ជិតស្និទ្ធពួកគេបានបង្ហាញថាមិនថាព្រះអង្គព្រះនាងនាគរាជមនុស្សធម្មតាសត្វចម្លែកនោះទេដែលមានភាពក្លាហាននិងការលះបង់ដើម្បីអ្នកដទៃនោះហើយគឺជាមន្តអាគមដ៏អស្ចារ្យសម្រាប់ពិភពលោករបស់យើងដូច្នេះហើយក្មេងៗត្រូវតែមានសាមគ្គីភាពនិងហ៊ានលះបង់អ្វីមួយដែលសម្រាប់ជួយទៅដល់អ្នកដទៃនិងត្រូវតែមានសេចក្តីក្លាហានដើម្បីប្រឈមមុខនឹងការដោះស្រាយបញ្ហា